và trên côm nó dương ngày đi dương enable ISA nó lừa router đấy nó lừa router mà ISA nâng tua TV đầm bay ấy nè đầm bay ở kia ai remote access từ can router nâng nè tam dạng sai này vương tam dạng sai này vương mẹ tam dạng sai console đấy ហើយវាប្រកបដោយសុវត្ថិភាពដោយសារព័ត៌មានទាំងអស់ត្រូវបាន encrypt អូខេអញ្ចឹងយើងមើល topology បាទយើងត laptop តាមមួយគ្រឿងមកណាកុំឲ្យយើងខាតពេលច្រើនបាទអញ្ចឹងយើង connect ខ្សែណា router ហើយ switch ឧបករណ៍ដូចគ្នាឬខុសគ្នាណាបាទអញ្ចឹងយើងប្រើខ្សែត្រង់បាទ copper straight through switch ហើយនឹង laptop ក៏ខុសគ្នាដែរណាអូខេអត់ឃើញ label អូខេអញ្ចឹង router នេះតាមឈ្មោះគេដាក់ឲ្យថា O0 ណាបាទហើយ laptop មួយនេះដើម្បីយើងឲ្យ config វាតលើបាទ router មក port console ណាអញ្ចឹងខ្ញុំដាក់សមាតកម្មតិចមកបាទ port file ethernet 0/0 នេះយើងឲ្យ IP 192.168.1.1 ណា/24 ហ្នឹងគឺ subnet mask ណាបាទ subnet mask ហើយ router នេះយើងត្រូវ enable ISA ណា enable ISA ISA service ដោយសារ service ហ្នឹងមានប៉ុន្តែគាត់តែគេ disable ណាអញ្ចឹងយើងចូលទៅ enable វាអញ្ចឹងម៉ាស៊ីននេះយើងដាក់ IP វា 192.168.1.2 ខ្ញុំយក IP បន្ទាប់ណាមិនដាក់ថាខាងក្រៅហ្នឹងហើយចូលទៅខាងក្នុងណាត្រូវចូលដាក់វាអីខាងក្នុងទៀតណា 192.168.1.2 default gateway ត្រូវការអត់ដាច់ខាតត្រូវការណាអត់មាន default gateway មិនអាចចូលដល់ router បានទេដោយសារ default gateway នេះជា IP port file ethernet 0/0 របស់ router ណាអូខេបាទ 192.168.1.1 អូខេប៉ុណ្ណឹងបាទយើងចាប់ផ្ដើមចូលទៅ config តាម laptop 1នេះយើងត្រូវមាន install software មួយគេឲ្យឈ្មោះថា Hypertext Terminal អញ្ចឹងយើងចូលមក desktop យើងស្វែងរកពាក្យថា Terminal អូខេយើងផ្លេចអូខេណាយើងចូលដល់ router អូខេសំណួរសួរយើងថាបាទ continue with configuration dialog yes or no បើសិនតែយើង yes មានន័យថាតើយើងចូលតាម connect តាម auxiliary port ណាតាម modem អញ្ចឹងយើងចូលតាម console គឺយើងឲ្យ no អូខេអញ្ចឹងចម្លើយគឺឲ្យ no ណាពេលនោះយើងចូលដល់ router យើងតាម port console បាទ mode នេះយើងឲ្យឈ្មោះថា user mode បាទអញ្ចឹង command enable ណាតបមក configure terminal ចូលដល់ global mode ដាក់ឈ្មោះវាមួយណាអត់ដាក់ឈ្មោះអត់អាចបង្កើត IP domain name ដើម្បីផ្ទុកនៅ key encrypt ទេណាអូខេអញ្ចឹងឈ្មោះយើងថា O0 បាទយើង config password security មកគឺ line console 0 clear password 123ណាហើយ login បាទយើង exit បន្តមកទៀតយើង config password ការពារ privilege mode ណាអូខេបាទយើងមើលយើងអាច remote បានតាម port interface file ethernet 0/0 អញ្ចឹងយើងចូលទៅបើក port ហ្នឹងឲ្យហើយណា command គឺឲ្យ interface 0/0 អូខេបាទបន្តមកទៀតយើងដាក់ឲ្យ IP address 192.168.1.1 ណាសម្រាប់ម៉ាស់ 255.255.255.ចុចអីបាទចុច0
chẳng IP 192 168.1.1 nó chia được full gateway bao hay computer dương đấy barcode no shutdown mà chẳng bay command này mà miền này thầm mày miền này thả router riêng ban network mùiแต่ตอบชอบหนึ่งพอร์ตบางส่วนตัวมันเนี่ยไปประมาณนี้นะโซนไฟล์นะโซนตลับโซนคือในเบื้องนั้นมาดอยกาปีจนมาดอยหกใบจนมวยจุดโซนนะจนมวยจุดโซนbây giờ mà em mวยsắm này màนี่nè vì riêng banในเบื้องนั้นmiền nàyอย่างไรmiền này thaเนี่ยหน้ากับđói oiแต่เส้นมาoiในเบื้องนั้นเราเตอร์ดังแต่บอกต่อการพอร์ตไอ้ไฟล์สแนปโซนละโปรซัสโหลดนะโอเคsố thằng aiធ្វើអីទៀតល្មមនេះបានអត់អត់ទេណាយើងក៏ដល់នេះspecific ណាអញ្ចឹងយើងធ្វើម៉េចឲ្យ seed មក global មក global មកអូខេខ្ញុំ take note មួយណាបាទដាក់ថា below បាទ below is how to enable ណាSSH on router អូខេបាទដើម្បីអីដើម្បីឲ្យយើងអាច remote access ណាចាហ្នឹងគ្រាន់តែ display message នៅលើ screen របស់យើងឯងបង្ហាញណាអូខេអញ្ចឹងយើងចង់ឲ្យគេ SSH ទៅកាន់ router របស់យើងត្រូវឲ្យបំពេញទាំង username ទាំង password អញ្ចឹងយើងត្រូវបង្កើត username ឲ្យ password ណា username ថា root.clear password group 1 2 3អូខេអញ្ចឹងដើម្បី encrypt បានហើយ username ហើយ password ហ្នឹងត្រូវមាន domain មួយដើម្បី store វាដើម្បីផ្ទុកវាណាអូខេអញ្ចឹងគេមាន command IP domain name អូខេបន្ទាប់មកយើងដាក់ថា group.net ជាទូទៅ domain គេច្រើនដាក់ dot ណាបើយើងមិនបាច់ដាក់ dot ក៏មិនបញ្ហាអូខេបាទអញ្ចឹងយើង username ហើយនិង password ហ្នឹងត្រូវបានមក store នៅក្នុង domain root.net ហើយប៉ុន្តែអត់តតែ encrypt នៅឡើយទេណាយើងមានវិធីសាស្ត្រ encrypt គឺ crypto key generate RSA ជាឈ្មោះបាទ3នាក់ដែលរកឃើញវិធីសាស្ត្រ encrypt ហ្នឹងណាបាទពេលនោះវាសួរថា how many bit in បាទ modulus អញ្ចឹងយើងយក atom បំផុតមក maximum វាគឺអីអូខេពីគាត់តែ3ណាអូខេអញ្ចឹងយើងមើលឃើញថា SSH របស់យើង has been enabled បាទវា enable ហើយប៉ុន្តែសួរថាយើងអាច SSH បាននៅយើងអាច SSH បានតលតែយើងបាទ enable virtual terminal មួយបាទនៅលើខ្សែ network របស់យើងណាបាទអញ្ចឹងយើងត្រូវចូលទៅកាន់ឯ line virtual terminal អូខេបាទមានន័យថាយើងត្រូវបង្កើតអីយើងត្រូវបង្កើតបាក់ទឹកមួយនាទីដល់បាក់ទឹកមួយនាទីទៀតណាដោយសារយើងលែងពឹងខ្សែកន្ទោលហើយយើងចូលពីនេះទៅដល់ចឹងប្រហែលយើងគឺយើងចូលទៅកាន់ virtual terminal line គឺ line v-device 0.clear 1បាទមានន័យថាឲ្យ4អស់ទោសឲ្យ5នាក់អាច remote កាន់ router យើងទៅពេលតែមួយអញ្ចឹងយើងឲ្យយើង log in local ណាបាទ log in local មានន័យថាយ៉ាងម៉េចមានន័យថាទាញយក username ដែលយើងបានបង្កើត store នៅក្នុង domain នេះគឺ username root password root 1 2 3ហ្នឹងណាមកដាក់នៅលើ virtual terminal អញ្ចឹងនៅពេលដែលគេ access តាម virtual terminal line គេត្រូវតែបំពេញព័ត៌មាន2ហ្នឹងប្រសិនបើយើងធ្វើតែប៉ុណ្្នឹងមានន័យថាម៉េចគេ telnet ក៏បានគេអី SSH ក៏បានដោយសារ telnet ក៏តាម virtual terminal SSH ក៏តាម virtual terminal ណាអូខេឥឡូវខ្ញុំតេស្តឲ្យយើងមើលសិនណាបាទខ្ញុំតេស្តឲ្យយើងមើលសិនបន្ទាប់មកចាំយើងបន្តទៀតអត់ដល់បញ្ចប់ទេណាបាទបាទអញ្ចឹងពីយើងដាក់ IP ឲ្យអស់ណាអូខេបាទយើងចូលមកកន្លែង command prompt បាទខ្ញុំបើកឲ្យធំបន្តិចមកបាទអូខេមានន័យថាយើង enable virtual terminal ហើយយើងអាចទាំង telnet យើងអាចទាំង SSH បាទឥឡូវយើង telnet ណា telnet
telnet ទៅកាន់អី router មានន័យថាយើងចង់ access ទៅកាន់ router ពីចម្ងាយចុចមួយចុចអីអូខេយើងឃើញទាមបំពេញ username គឺអីរូប password រូប1 2 3អូខេយើងឃើញយើងចូលដល់អី router ណាបាទយើងចូលដល់ router ចានេះគឺបង្ហាញពីអី telnet បាទ ISH ក៏ដូចគ្នាដែរអូខេឥឡូវខ្ញុំ ISH ម្ដងគឺ ISH dot clear minus l បាទមែនលេខ1ណាលេខអក្សរ l ណា log ណាតមកឈ្មោះដែលយើងបង្កើតបាទឈ្មោះដែលយើង apply លើ virtual terminal ណាហើយ IP របស់ router អូខេឲ្យយើងបំពេញ password ហើយឈ្មោះយើងបានបញ្ជាក់ពីខាងនេះណាអូខេ password យើងគឺឲ្យរូប1 2 3អូខេយើងឃើញយើងចូលដល់អី router យើងវាយ enable មក1 2 3ដល់ private mode អូខេអញ្ចឹងយើងនេះអត់ចង់ឲ្យគេអាច telnet ទេដោយសារតែ telnet វាអាន secure ណាអូខេអញ្ចឹងយើងបាទចូលមក router យើងមិញបាទខ្ញុំបាត់វាចោលវិញបាទយើងចូលមក router យើងមិញណាយើងបន្តទៀតអូខេអញ្ចឹងយើងកំពុងតែនៅលើ virtual terminal line ដដែលណាបាទអញ្ចឹងយើងត្រូវដាក់ថាឲ្យគេអាចចូលមក line virtual terminal ហ្នឹងបានតែ SA command គឺឲ្យ transport input បាទយើងចង់ដឹងថាបន្ទាប់ពីហ្នឹងគេដាក់អីគេយើងអាចចុច shift ហើយសញ្ញាសួរយើងមើលគេអាចដាក់បានអីខ្លះណាគេអាចដាក់បានថា all មានន័យថាទាំង telnet ទាំង SA ប្រសិនបើយើងដាក់ all ណាប៉ុន្តែបើសិនបើយើងដាក់ none អត់មាន telnet ក៏អត់បាន SA ក៏អត់បានប្រសិនបើយើងដាក់តែ SA មានន័យថាឲ្យតែ SA ប្រសិនបើយើងដាក់ telnet ឲ្យតែ telnet អញ្ចឹងគោលបំណងយើងអត់ឲ្យ telnet ទេគឺយើងឲ្យតែ SA អញ្ចឹងយើងដាក់អី SA ណាអូខេ SA អូខេ enter ប៉ុណ្ណឹងសួរថា telnet បានទៀតអត់ទេណាប៉ុន្តែ ISH no problem កុំភ្លេចណានៅពេលដែលយើងធ្វើវាហើយបាទរ៉ាយអូខេឥឡូវខ្ញុំតេស្តឲ្យយើងមើលទៀតណាមិញយើងបានទាំង telnet បានទាំងអី ISH ឥឡូវយើងបិទ telnet គេយើងឲ្យតែ ISH ណាអូខេឥឡូវខ្ញុំ telnet ឲ្យយើងអូខេយើងមើលពេលដែលយើង telnet វាចេញមកថាម៉េចបាទវាមាន message មួយថា connection to 192.168.1.1 close by foreign host មានន័យថាត្រូវបានបិទដោយ router ហើយណាបាទដោយសារ router យើងអត់ enable telnet យើង enable តែ ISH ចុះបើ ISH បិទអត់អូខេយើងគេចូលដល់យើងបំពេញអី password អូខេយើងចូលដល់ router ណាអូខេអញ្ចឹងសង្ឃឹមថាយើងតន់ណាបើអត់តន់ទេអាចមើលវីដេអូណាអញ្ចឹង ISA យើងគឺប៉ុណ្ណឹងណាប៉ុណ្ណឹងអូខេខ្ញុំបាទ username ដែលយើងបង្កើតដើម្បីឲ្យគេ remote ទៅណាបាទនោះយើងមើល username លើនោះយើងបង្កើតអី username or UPP password or UPP 123បាទដើម្បីឲ្យនៅពេលដែលគេ remote តាម virtual terminal គេត្រូវបំពេញព័ត៌មានពីរហ្នឹងណាគេទាំង username ទាំង password បាទហើយយើងអាច ping domain បានតើមាន DNS ណាភាសា DNS មិនទេបកប្រែកើតណាយើងអត់មាន DNS បកប្រែទៅកើតណាអូខេបាទយើងអាច ping domain បានលុះត្រាតែមាន DNS